ដឹងពីភាពខុសគ្នាមនុស្សមួយចំនួនមើលមិនឃើញអ្វីដែលអ្នកបានធ្វើសម្រាប់ពួកគេទេពួកគេឃើញតែអ្វីដែលអ្នកមិនបានធ្វើសម្រាប់ពួកគេតែប៉ុណ្ណោះមនុស្សមួយចំនួននឹកឃើញដល់អ្នកនៅពេលដែលពួកគេត្រូវការអ្នកសម្រាប់ជួយពួកគេឲ្យធ្វើអ្វីមួយដើម្បីគេទេក៏មានមនុស្សមួយចំនួននិយាយជាមួយអ្នកនៅពេលដែលគេទំនេរហើយមិនសូវឲ្យតម្លៃលើពាក្យសម្ដីដែលអ្នកនិយាយជាមួយគេអនុញ្ញាតឲ្យគេបដិសេធកិច្ចការរបស់អ្នកអនុញ្ញាតឲ្យគេបោះបង់អ្នកអនុញ្ញាតឲ្យគេដើរចេញពីអ្នកអនុញ្ញាតឲ្យគេខកខានពន្លឺដែលអ្នកនាំមកនៃសេចក្តីសប្បុរសដែលអ្នកផ្ដល់ជូនទៅគេវាមិនមែនជាភារកិច្ចរបស់អ្នកក្នុងការបញ្ជាក់ពីតម្លៃរបស់អ្នកចំពោះនរណាម្នាក់ដែលអ្នកតែងតែមានភាពស័ក្តិសមនឹងទទួលបាននោះទេពេលខ្លះវាឈឺចាប់ណាស់នៅពេលដែលត្រូវបានគេបដិសេធកិច្ចការដែលអ្នកខិតខំប្រឹងធ្វើឈឺចាប់ណាស់នៅពេលដែលលះបង់គ្រប់យ៉ាងដែលអ្នកចង់បានប៉ុន្តែអ្នកត្រូវតែផ្ដល់កន្លែងសម្រាប់អ្នកដែលសមនឹងទទួលបានដូច្នេះចូលលះបង់នៅអ្វីដែលមិនត្រូវការអ្នកចោលទៅព្រោះអ្នកនឹងបានជួបអ្នកដែលមើលឃើញពីតម្លៃរបស់អ្នកពិតប្រាកដនឹងចូលមកជំនួសអ្នកដែលមិនមើលឃើញពីភាពសំខាន់ដែលមាននៅក្នុងខ្លួនរបស់អ្នកទម្រាំអាចសម្រេចក្តីសុបិនវាមិនមែនជារឿងងាយស្រួលទេសៀវភៅនេះស្រាលហើយវាមានទំហំ A5 សៀវភៅលេខសម្ងាត់មានកម្រាស់278ទំព័រជាប្រភេទសៀវភៅលើកទឹកចិត្តមានការបំផុសជាសំណួរជាច្រើនដើម្បីឲ្យអ្នកអានស្វែងរកចម្លើយចេញពីក្នុងខ្លួនឯងសៀវភៅនេះត្រូវចំពោះអ្នកដែលកំពុងតែស្វែងរកខ្លួនឯងជានរណាកើតមកដើម្បីអ្វី